រឿងអ្នកនេសាទដូងទឹកកាលពីព្រេងនាយមានអ្នកនេសាទម្នាក់រកស៊ីចិញ្ចឹមជីវិតដោយលំបាកបុរសនេះត្រូវនេសាទត្រីយកមកលក់ចិញ្ចឹមប្រពន្ធនិងកូនចំនួន12នាក់ការរកស៊ីចិញ្ចឹមជីវិតប្រព្រឹត្តទៅយ៉ាងលំបាកដោយបុរសយើងមានបន្ទុកសមាជិកគ្រួសារយ៉ាងច្រើននាក់ហើយដោយផលនេសាទពុំសូវហុចផលឲ្យផងនោះជីវភាពគ្រួសារចេះតែដុនដាបទៅជាលំដាប់ថ្ងៃនេះបុរសកំសត់រកចាប់ត្រីពុំបានសោះពេញមួយថ្ងៃតាំងពីព្រលឹមគាត់ខំស្វែងរកចាប់ត្រីតែសូម្បីតែកូនត្រីមួយគាត់ក៏រកមិនបានផងគាត់មានការភ័យព្រួយជាខ្លាំងព្រោះគាត់មិនអាចត្រឡប់ទៅផ្ទះដោយដៃទទេនោះបានទេប្រពន្ធកំណាចរបស់គាត់មុខជាជេរស្ដីបន្ទោសគាត់ហើយកូនទាំង12នាក់ច្បាស់ជាយំទាររកអាហារដោយស្រេកឃ្លានគាត់ពិបាកចិត្តជាខ្លាំងដកដង្ហើមវែងៗដោយអស់សង្ឃឹមនៅឯនីសមុទ្រព្រះអាទិត្យបញ្ចេញរស្មីក្រហមព្រឿងៗហៀបអស់ស្ដំគុតទៅហើយគាត់ពុំហ៊ានដើរចូលទៅលំនៅឋានឡើយគាត់អង្គុយនៅគល់ដូងមួយនាមាត់សមុទ្រដោយទឹកមុខក្រៀមក្រំគាត់ខំរិះរកឧបាយដើម្បីនឹងដោះស្រាយបញ្ហាជីវិតដែលហាក់ដូចជាសែនចង្អៀតចំពោះឬគាត់ណាស់បុរសយើងរកពុំឃើញផលណាមួយសោះគិតទៅទឹកភ្នែកក៏ហូរចុះមកស្រែកយំរហូតដល់អស់កម្លាំងទៅរំពេចនោះស្រាប់តែមានសំណើចអាត់កំបាំងមួយលាន់ផ្ទរបន្លឺឡើងហា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 ណែអ្នកកំឡោះណែអ្នកឯងក្រណាស់ចូលប្រញាប់ក្រោកឡើងហើយត្រឡប់ទៅផ្ទះវិញបុរសភ្ញាក់ឡើងឃើញតាចាស់ម្នាក់សក់ស្កើទ្រូងរញ៉េរញ៉ៃប្រកបដោយទឹកមុខមើលម៉ាត់បុរសកំសត់ឃើញភ្លាមផ្លត់មាត់ដោយអំណរពោលទៅកាន់តាចាស់ថាសូមលោកម្ចាស់ជួយខ្ញុំផងចូលឯងយកផ្លែដូងទឹក3នេះចុះតែត្រូវចាំថាកាលបើឯងប្រាថ្នាចង់បានអ្វីហើយចូលឯងកាប់បំបែកដូងមួយនេះទៅកាលបើធ្វើដូចនេះឯងនឹងបានសម្រេចនៅសេចក្តីប៉ងប្រាថ្នាមិនខានឡើយដូចនេះក្នុងចំណោមផ្លែដូងទាំង3ឯងអាចប្រាថ្នាបាន3យ៉ាងចូលឯងយកវាទៅប្រើចុះតាចាស់ស្ដីចប់ក៏អណ្ដូរធានបាត់ទៅអ្នកនេសាទត្រេកអរណាស់គាត់ក្រោកយួរផ្លែដូងទាំង3ធ្វើដំណើរទៅកាន់លំនៅនៃអាត្មាដោយទឹកមុខរីករាយជាពន់ពេកទៅដល់ទីលំនៅប្រពន្ធកូនប្រុសស្រីរបស់គាត់បានឃើញផ្លែដូងទឹកទាំង3នោះពុំមាននរណាពេញចិត្តឡើយប្រពន្ធក៏ផ្ដើមស្រដីថាតាពេកយកផ្លែដូងមកធ្វើស្អីអញមិនស៊ីដូងទេកូនទាំង12នាក់ក៏ជួយស្រែកបន្តឮដូចនោះបុរសកំសត់ក៏ដាក់ផ្លែដូងចុះហើយអង្គុយក្បែរនោះពោលដោយទឹកមុខញញឹមថាឯងមិនដឹងទេដូងនេះជាដូងទឹកណាឯងចង់លមើលឬណែតាពេកកុំអួតតែផ្ដាស់បើរបងទៅហ៎ប្រាថ្នាសុំកូនបាន4-10នាក់ទៀតមើលបុរសជាប្តីក៏ចង់លបងប្រសិទ្ធភាពដូងទឹកគាត់ដែរសឹងតែភរិយាស្ដីចប់ពុំទាន់គាត់ក៏កាប់បំបែកដូងទីមួយភ្លាមកូនក្មេង10នាក់ទៀតក៏ប្រកាសឡើងភ្លាមចំពោះគាត់ញីភ្នែកសម្លឹងមើលទៅវងក្មេងដោយឆ្ងល់ផងភ័យផងគាត់ភ័យព្រោះបើថែមកូន10នាក់ទៀតគាត់នឹងមានអ្វីចិញ្ចឹមវាដូចនេះគាត់ក៏បបួលប្រពន្ធគាត់កាប់ដូងដើម្បីប្រាថ្នាសូមឲ្យកូនទាំងអស់នោះត្រឡប់ទៅវិញគាត់ក៏ពោលថាសូមឲ្យកូនទាំងអស់នេះត្រឡប់ទៅវិញចុះយើងខ្ញុំមិនមានអ្វីចិញ្ចឹមវាទេថាហើយក៏កាប់បំបែកដូងទី2ទៅកុមារាកុមារីទាំងអស់រួមទាំងកូនផ្ទាល់របស់គាត់ផងក៏រលាយអណ្ដូរធានបាត់ស្រមោលអស់ទៅហងឃើញយ៉ាងនោះប្រពន្ធស្រែកទ្រហោយំយ៉ាងខ្លាំងព្រោះនឹកស្ដាយកូនគាត់យំរំអុកប្តីឲ្យប្តីយកកូនមកវិញ
បុរសប្តីទាល់គំនិតក៏កាប់ដូងទី3បង្ហើយប្រាថ្នាសុំយកកូនមកវិញគាត់ក៏បានសម្រេចដោយសេចក្តីប្រាថ្នាបុរសប្តីប្រពន្ធធ្វើមុខស្ងួតដោយដូងទឹកពុំបានជួយអ្វីជាប្រយោជន៍ឲ្យគាត់ឡើយ